ឥឡូវនេះខ្ញុំខ្លាចជាមនុស្សស្រីរបស់អ្នកហើយនិយាយមកនាងគិតចង់សុំជំងឺចិត្តខ្ញុំយ៉ាងម៉េចឈៀពេលដែលលោកនៅមានជីវិតប្រញាប់រមាចេញពីទីនេះភ្លាមទៅថាម៉េចយប់មិញពេលនាងដោះខុសខ្ញុំមិនមែនរកពីបែបនេះទេឥឡូវហ៊ានប្រែក្រឡាធ្វើមិនស្គាល់គ្នាហាសពិតមាត់អ្នកនាងដ៏ស្រស់ស្អាតអាណិតជួយឲ្យលុយខ្ញុំបន្តិចមកសិនឈៀងហ៊ានដាក់ថ្នាំខ្ញុំចង់បញ្ជូនខ្ញុំទៅឲ្យចៅខុនបំផ្លាញមួយជីវិតខ្ញុំរួចលេបត្របាក់ទ្រព្យសម្បត្តិរាប់ម៉ឺនលានរបស់តកូសិនទោះខ្ញុំត្រូវប្រគល់ខ្លួនឲ្យសុំទានក៏មិនឲ្យពួកវាបានសម្រេចបំណងដែរនាងចង់ធ្វើអីហ្នឹងមកតាមខ្ញុំទើបតែលើកទី1ទេនាងមិនមែនចង់ដោះដៃមិនទទួលខុសត្រូវទេមែនទេខ្ញុំប្រាប់ឲ្យលោកបិទមាត់មនុស្សទេអីចេញទៅខ្ញុំមិនចង់ឃើញមុខលោកទៀតទេលោកគ្រូនិយាយមិនខុសមែនមនុស្សស្រីកាន់តែស្អាតកាន់តែពូកែបោកប្រាស់ខ្ញុំលែងជឿពួកនាងទៀតហើយវើយដំបងត្រូវគេដាក់ថ្នាំឥឡូវបែរជាមានភាពកមកតាមទៀតតើមនុស្សស្រីម្នាក់នេះទៅបង្កស្ត្រូវជាមួយមនុស្សប៉ុន្មានអ្នកទៅណោះឯងជាមនុស្សឬក៏ខ្មោចលោកគ្រូនិយាយមិនខុសមែនធ្វើជាសុំទាន3ឆ្នាំធម្មពលបេសាចក្នុងខ្លួនខ្ញុំត្រូវបានគៀបសង្កត់លែងធ្លាក់ចូលផ្លូវបេសាចចម្ដងទៀតហើយឯងជាស្ដេចបិសាចចាប់កំណើតទោះបីរៀនធម៌ជាមួយគ្រូជាច្រើនឆ្នាំតែធម្មពលបិសាចក្នុងខ្លួនឯងនៅតែខ្លាំងក្លាឡើងរាល់ថ្ងៃពេលនេះឯងកំពុងឈានជើងចូលផ្លូវបិសាចហើយមានតែទៅធ្វើសុំទាន3ឆ្នាំទ្រាំទ្រនឹងការប្រមាថមើលងាយរាប់មិនអស់ទើបអាចលៀងជំរះកំហឹងនឹងចិត្តចង់សម្លាប់ហើយចាប់កំណើតជាថ្មីបានបាទខ្ញុំទៅការគ្រូដើរទេសចរធ្លាប់ជំពាក់គុណតាចាស់ហ្វាងនៅទីក្រុងហុងម្ដងក្រោយពីកិច្ចសន្យា3ឆ្នាំចប់ឯងទៅសងគុណគ្រូសាហ្វាងជំនួសគ្រូទៅនោះគ្រូនឹងប្រាប់ពីប្រវត្តិពិតរបស់ឯងឥឡូវឯងប្រាប់ឯងអាកំបាំងមួយចុះឯងមិនមែនជាក្មេងកំព្រាទេថ្ងៃនេះការកំណត់3ឆ្នាំដល់ហើយខ្ញុំត្រូវប្រញាប់ទៅបំពេញភារកិច្ចដែលគ្រូដាក់ឲ្យដើម្បីឆាប់បានជួបគ្រូសាខ្ញុំវិញលោកតាហ្វាងខ្ញុំគឺឈិនសៀវជាសិស្សរបស់លាវភៀវភៀវមកសងគុណជំនួសគាត់តើលោកតាមានអីឲ្យខ្ញុំជួយទេសៀវឈិនឲ្យទីបំផុតតាទន្ទឹងរង់ចាំទូរស័ព្ទឯងបានហើយតាចង់ឲ្យឯងធ្វើជាអង្គរៈការពារចៅស្រីតាជឿសៀហើយតានឹងរៀបការនាងឲ្យហាសថាម៉េចរៀបការចៅស្រីឲ្យខ្ញុំលោកតាមិនច្រឡំទេដឹងរឿងនឹងសម្រេចអញ្ចឹងចុះឯងទៅរកជឿសៀសិនទៅក្មេងស្វែងយល់ចិត្តគ្នាសិនខែក្រោយឬថ្ងៃល្អរៀបការហ្មងអាឡូលោកគ្រូអ្នកខ្ញុំមកសងគុណជំនួសតែមិនបានប្រាប់ថាត្រូវបំផ្លាញអនាគតខ្ញុំមួយជីវិតអញ្ចឹងសោះហាសអូហូនឹកស្មានមិនដល់ថាប្រពន្ធបានទេនេះល្បីគួរសមដែរតើអាសុំទានស្អុយក្រដល់ថ្នាក់សំបាយគេស៊ីហើយនៅមានពេលមកតាមដានអេដុលទៀតហ៎ទេនាងយកច្រឡំហើយខ្ញុំអត់មានតាមអេដុលអីទេហ្វាងជឿសៀគឺជាគូដណ្ដឹងខ្ញុំតើស្អីគេលោកអញថាអ្នកនាងហ្វាងជាគូដណ្ដឹងលោកអញអញ្ចឹងហ៎គ្រាន់តែចាស់គាត់ចេះតែផ្សំគុំតាំងពីក្មេងនឹងណាតែតាមពិតទៅនាងទេដែលជាអ្នកចំណេញនោះអូហូចុះចំណែកឯអ្នកនាងហ្វាងធ្វើជាគូដណ្ដឹងលោកអញនេះមានជាអ្នកចំណេញទៀតហ៎ចុះសុំសួរមួយមើលតើលោកអញនេះជាស្ដេចទាហានលាក់មុខឬក៏ជាសេដ្ឋីរាប់ពាន់លានដែលកំពុងតែមកលាក់ខ្លួនរស់នៅបែបសាមញ្ញនឹងហាមិនមែនទាំងអស់នឹងហ្មងខ្ញុំគឺជាគ្រូមន្តអាគមដែលអាចកំចាត់គ្រូចង្រៃបានគ្រូមន្តអាគមលោកឯងនិយាយតែម្ដងទៅថាខ្លួនឯងជាសុនអ៊ូខុងអាចហោះហើរបានអានឹងទៅវាលយជាងខ្ញុំពិតជាមិនបានកុហកនាងមែនណាអ្នកនាងហ្វាងពិតជាអ្នកនាងហ្វាងមែនគាត់ពិតជាមកវិឡាលំហែយន្តហើយមែននេះហើយគឺជារូបសម្រស់របស់គាត់នោះពិតជាស្រស់ស្អាតហើយថ្លៃថ្នូរខ្លាំងណាស់មិននឹកស្មានថាជាគីងគក់ស៊ីស្នេហ៍សោះពិតជាពិពលមែងអ្នកនាងហ្វាងស្អាតដូចទេពធីតាចុះពីឋានសួគ៌អញ្ចឹងឯលោកឯងវិញគ្រាន់តែជាអ្នកសុំទានស្មោកគ្រប់ម្នាក់នៅចំពោះមុខគាត់ដូចសត្វល្អិតអញ្ចឹងពេលនេះលោកឯងនៅហ៊ានអួតទៀតអត់ថាគាត់ពិតជាអាចហោះបានមែនតើហេតុអីបានជាក្តៅម្លេះក្តៅណាស់ស្អុះស្អាប់ណាស់ក្នុងខ្លួនខ្ញុំហាក់ដូចជាមានទឹកពោះអញ្ចឹងទ្រាំលែងបានហើយនេះវាមានរឿងអីឲ្យប្រកាសទៅនាងត្រូវពីគីងគក់ស៊ីស្នេហ៍ហើយបើគ្មានមនុស្សប្រុសជួយបន្សាបទេសរសៃឈាមនាងនឹងផ្ទុះស្លាប់មិនខានលោកជាអ្នកណាកុំភ័យអីខ្ញុំមកទីនេះដើម្បីជួយនាងទេវិឡាលំហែយន្តហើយនេះមានការយាមកម្មតឹងរឹងណាស់តើលោកឯងលួចចូលមកបានដោយរបៀបណាលោកចង់ធ្វើអីនឹងមនុស្សព្រានទៅងាប់ទៅពិតជាធ្វើបុណ្យបានបាបមែនមនុស្សព្រានខ្ញុំនឹងសម្លាប់លោកនេះ
នេះវាជាស្អីគេ នេះគឺជាគៀងគុស៊ីស្នេហ៍បើខ្ញុំយឺតតែមួយនាទីទៀតវាប្រកាសជាចូលដល់ខួរឆ្អឹងនាងមិនខានដល់ពេលនោះនាងមានតែរួមរយៈជាមួយម្ចាស់វាដើម្បីក្លាយជាទាសករស្នេហ៍របស់គេបើមិនអញ្ចឹងទេនាងច្បាស់ជាស្លាប់ នឹងហើយបានជាប៉ុន្មានថ្ងៃនេះខ្ញុំចេះតែក្តៅខ្លួនខុសធម្មតាតាមពិតត្រូវពីសោះមិននឹកស្មានថាលោកពិតជាជួយសង្គ្រោះខ្ញុំមែនសុំទោសចំពោះរឿងអំបញ្ញមិញផងណា មិនអីទេមនុស្សដែលមានទំហំចិត្តទូលាយពេលដឹងខុសចេះកែប្រែអញ្ចឹងហើយ ចុះអាសឹកល្អិតមិញនេះវាទៀមនៅត្រង់គូតខ្ញុំមែនទេ អត់ទេវាលាក់ខ្លួននៅក្នុងបន្តោងយីអុបមួយនេះតើ ចុះហេតុអីបានជាលោកឯងវាយគូតខ្ញុំអំបញ្ញមិញនេះ ក៏ខ្ញុំចង់វីតើខ្ញុំមកជួយនាងថែមទាំងជន់ជាងខ្ញុំទៀតខ្ញុំក៏ត្រូវតែយកការប្រាក់ខ្លះមកវិញហើយត្រូវអត់ អាចឈួតលោកឯងពិតជាអាព្រាននារីមែនឆាប់មកនេះឆាប់មកចាប់គេឲ្យខ្ញុំ និយាយលេងទេកុំប្រកាន់ឯណាខ្ញុំឈ្មោះឈៀនសៀវលោកតានាងជាអ្នកបញ្ជូនខ្ញុំមកឲ្យការពារនាងនឹងណា កុំមកដោះសារលោកឯងនឹងហើយជាអាព្រាននារីចាប់គេបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសទៅមួយជីវិតនេះខ្ញុំលែងចង់ឃើញមុខគេទៀតហើយ នាងកុំតន់អើទៅមើល ឈប់ភ្លាម ពួកឯងគ្មានសមត្ថភាពខ្ញុំតបទេឆាប់ថយចេញទៅ អាសុំទានឯងហ៊ានប្រមេតអ្នកនាងហើយនៅហ៊ាននិយាយធំទៀតហោះថ្ងៃនេះពួកយើងនឹងវាយបំបាក់ជើងឯងសិនសឹមបញ្ជូនឯងទៅប៉ុស្តិ៍ប៉ូលីសឈប់ភ្លាមអ្នកណាហ៊ានប្រហានដាក់លោកឈីន